ប៉ុណ្ណឹងបើមានវែងយ៉ាងហ្នឹងប្រហែលជាគាត់ឧបត្ថម្ភទៀតបាទដោយអ៊ំឲ្យអស់តោះហ្មងបាទឥឡូវនេះយើងបន្តទស្សនាមកពីកោះតងោលសូលគងកងមាសនារីឧត្តមជើងទី1គាត់ធ្វើអត់បានល្អទេជើងទី2នេះដូរមកខាងក្នុងឯកស្ថានពណ៌លឿងចុងចវាពណ៌សយ៉ាងម៉េចចាំមើលចំណែកអធិរាជដែលជាវត្តមាត់កសាសអ្នកសារកាកែវបាទលោកគ្រូធឿនបាទលោកគ្រូមករាបាទជួយអ៊ំហ្មងជួយនៅខាងក្រៅបាទចៅសង្កាត់តូចថៃដូចហ្នឹងណាពងតាមកអត់ទេមកក្បែរគ្នាតែស្វែងតែនៅក្រោមឯងច្រឡំបាទលើមកអីអូយនៅតែល្អអញ្ចឹងណាអធិរាជដែលជាវត្តមាត់កសាសបាទនៅតែល្អអញ្ចឹងបងអើយបាទបងសម្បត្តិយើងនេះគាត់មិននៅក្រៅទេឆ្នាំនេះអូបាទមិននៅក្រៅគឺនៅតែក្រៅទៀតបាទអបអរសាទរផងបងប្អូនខាងសារកាកែវបាទមាត់កសាសបាទគូមកជាបន្តបាទនារីដំនៅតែមិនទទួលជ័យជំនះទេព្រោះបាទអធិរាជដែលជាវត្តមាត់កសាសបាទឥឡូវនេះអធិរាជវត្តមាត់កសាសជាមួយនារីឧត្តមពេលអ៊ំឲ្យឡើងទៅលើទៅចាំឲ្យហើយណាយើងចាប់ឆ្នោតជូនដើម្បីជាគូឯងរបស់យើងផងបាទត្រឡប់ទៅវិញបាទទៅសម្រាប់ខាង